ការប្រណាំងប្រជែងអាវុធនៅអាស៊ានវៀតណាមក្លាយជាប្រទេសទី3ក្នុងតំបន់បន្ទាប់ពីមីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ីដែលបានដាក់ពង្រាយមីស៊ីលប៉ាឡេស្ទិកជាផ្លូវការប្រិមិត្តទស្សនិកជនមកកាន់នេតិព័ត៌មានតំបន់អាស៊ីអាគ្នេយ៍ឬអាស៊ានដែលធ្លាប់តែផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចពេលនេះកំពុងតែបាត់ក្បាលឈានចូលទៅរកការប្រណាំងប្រជែងសភាវុធកម្រិតខ្ពស់ដែលគួរឲ្យព្រួយបារម្ភមួយហើយយោងតាមរបាយការណ៍ស៊ើបអង្កេតយោធាចុងក្រោយបានទម្លាយឲ្យដឹងថាប្រទេសវៀតណាមទើបតែបានក្លាយខ្លួនជាប្រទេសទី3នៅក្នុងតំបន់អាស៊ានដែលមានសមត្ថភាពនិងបានដាក់ពង្រាយជាផ្លូវការនៅប្រព័ន្ធមីស៊ីលប៉ាឡេស្ទិកដើម្បីពង្រឹងសាច់ដុំការពារជាតិរបស់ខ្លួនបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ីដែលមានអាវុធប្រភេទនេះរួចមកហើយការដែលប្រទេសតំបន់អាស៊ាននាំគ្នាបំពាក់មីស៊ីលប៉ាឡេស្ទិកនេះគឺជាសញ្ញាព្រមានដ៏តឹងរ៉ឹងមួយដែលបង្ហាញពីការផ្លាស់ប្ដូរតុល្យភាពអំណាចយោធានៅក្នុងតំបន់តើវៀតណាមប្រើប្រាស់មីស៊ីលប្រភេទណាហើយមានអំណាចកម្រិតណារបាយការណ៍បានបញ្ជាក់ថាកងទ័ពប្រទេសវៀតណាមកំពុងតែដាក់ពង្រាយប្រព័ន្ធមីស៊ីលប៉ាឡេស្ទិកដ៏ល្បីល្បាញដែលមានឈ្មោះថា SUD មីស៊ីល SUD នេះគឺជាកេរដំណែលសភាវុធដ៏មានអំណាចដែលនៅសល់តាំងពីសម័យសង្គ្រាមត្រជាក់មកម្លេះបច្ចុប្បន្នវៀតណាមមានមីស៊ីលប្រភេទនេះចំនួន2ម៉ូដែលសំខាន់ៗគឺ SUD-B ដែលផលិតដោយអតីតសហភាពសូវៀតនិងម៉ូដែល SUD-C ដែលជាផលិតផលពីប្រទេសកូរ៉េខាងជើងប្រព័ន្ធមីស៊ីលទាំងនេះមានសមត្ថភាពបាញ់ប្រហារនៅក្នុងរយៈចម្ងាយខ្លីក្នុងរង្វង់ចន្លោះពី130ទៅ150គីឡូម៉ែត្រអ្វីដែលធ្វើឲ្យអ្នកជំនាញយោធាកត់សម្គាល់និងព្រួយបារម្ភនោះគឺទោះបីជាអាវុធសេរីចាស់ប៉ុន្តែមីស៊ីល SUD នេះគឺមានសក្តានុពលខ្ពស់និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរឬអាវុធគីមីជីវៈបានប្រសិនបើប្រទេសនោះមានសមត្ថភាពផលិតការដាក់ពង្រាយនេះបង្ហាញថាវៀតណាមកំពុងតែរៀបចំប្រព័ន្ធរារាំង defense ដើម្បីទប់ទល់ទៅនឹងហានិភ័យនៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងឥឡូវនេះយើងងាកមកមើលអំណាចយោធាដ៏ធំបំផុតនៅក្នុងតំបន់អាស៊ានវិញម្ដងនោះគឺប្រទេសឥណ្ឌូនេស៊ីមិនបានប្រើប្រាស់អាវុធចាស់ៗពីសម័យសង្គ្រាមត្រជាក់នោះទេពួកគេកំពុងប្រើប្រាស់និងបំពាក់នៅប្រព័ន្ធមីស៊ីលប៉ាឡេស្ទិកចំនួនថ្មីឈ្មោះថាខាន់ដែលផលិតដោយប្រទេសទូគីប្រព័ន្ធមីស៊ីលខាន់នេះគឺមានបច្ចេកវិទ្យាទំនើបខ្លាំងមានប្រព័ន្ធនាំផ្លូវសុក្រិត GPS guide និងអាចបាញ់បានឆ្ងាយរហូតដល់280គីឡូម៉ែត្រជាមួយទៅនឹងកម្លាំងទោសដ៏សាហាវវាអាចកំទេចគោលដៅយុទ្ធសាស្ត្ររបស់សត្រូវនៅក្រៅព្រំដែនខ្លួនបានយ៉ាងងាយស្រួលឥណ្ឌូនេស៊ីទិញអាវុធនេះដើម្បីពង្រឹងកម្លាំងការពារដែនអាកាសដ៏ធំធេងរបស់ខ្លួននិងរក្សាភាពជាបងធំនៅក្នុងតំបន់ចំណែកឯរបបសឹកមីយ៉ាន់ម៉ាវិញទោះបីជាប្រទេសនេះកំពុងញ៉ាំញីដោយសង្គ្រាមស៊ីវិលផ្ទៃក្នុងក៏ដោយក៏កងទ័ពរបស់ពួកគេមិនធម្មតាដែរយោធាមីយ៉ាន់ម៉ាគឺជាប្រទេសដែលកាន់កាប់មីស៊ីលប៉ាឡេស្ទិកបាញ់បានឆ្ងាយជាងគេបំផុតនៅអាស៊ានពួកគេកំពុងដាក់ពង្រាយប្រព័ន្ធមីស៊ីលប៉ាឡេស្ទិក SY-400 ដែលជាបច្ចេកវិទ្យាផ្ទេរមកពីមហាអំណាចចិនទាល់តែម្ដងមីស៊ីល SY-400 នេះមានសមត្ថភាពបាញ់បានឆ្ងាយរហូតដល់400គីឡូម៉ែត្រឯណោះនេះមានន័យថាមីស៊ីលមីយ៉ាន់ម៉ាអាចបាញ់មីស៊ីលនេះចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសជិតខាងបានយ៉ាងងាយស្រួលប្រសិនបើមានចំនួនទុះឡើងបងប្អូនទស្សនិកជនការបំពាក់មីស៊ីលប៉ាឡេស្ទិកដ៏សាហាវពីសំណាក់ប្រទេសទាំង3នេះគឺជារលកថ្មីមួយនៃការប្រណាំងប្រជែងអាវុធដែលធ្វើឲ្យរចនាសម្ព័ន្ធសន្តិសុខនៅអាស៊ានកាន់តែមានភាពតានតឹង